វែង1 ម៉ែត្រ 70 សង់ទីម៉ែត្រ និងទទឹងមានប្រវែង 90 សង់ទីម៉ែត្រ តើប្រវែងទទឹងតុគ្រូខ្លីជាងបណ្ដោយប៉ុន្មានម៉ែត្រ ចឹងដើម្បីដឹងថាទទឹងខ្លីជាងបណ្ដោយប៉ុន្មានគឺយើងត្រូវយកប្រវែងបណ្ដោយដល់នឹងប្រវែងទទឹងយើងឃើញប្រវែងខ្លីជាងហើយចឹងប្រវែងបណ្ដោយម៉ាន 1 ម៉ែត្រ 70 សង់ទីម៉ែត្រ 1 ម៉ែត្រ 70 សង់ទីម៉ែត្រ ហើយទៅប្រវែងទទឹងម៉ាន 90 សង់ទីម៉ែត្រ 90 សង់ទីម៉ែត្រ ដាក់ក្រោមសង់ទីម៉ែត្រណា សង់ទីម៉ែត្រដាក់ក្រោមសង់ទីម៉ែត្រ ម៉ែត្រ 70 ដាក់ 90 កើតអត់ អត់ខ្ចីពីណា ខ្ចីពីម៉ែត្រ ខ្ចីពីម៉ែត្រ មួយនៅសល់ 0 1 ម៉ែត្រស្មើនឹងប៉ុន្មានសង់ទីម៉ែត្រ 1 ម៉ែត្រស្មើ 100 សង់ទីម៉ែត្រ ស្មើ 100 សង់ទីម៉ែត្រ 100 បូកនឹង 70 ស្មើនឹងប៉ុន្មាន ស្មើនឹង 170 សង់ទីម៉ែត្រ ស្មើ 170 សង់ទីម៉ែត្រ 0 ដាក់ 0 17 ដាក់ 9 នៅសល់ 8 ចឹងម៉ែត្រគឺអស់ហើយព្រោះយើងខ្ចីអស់ហើយនៅសល់0 ម៉ែត្រចឹងនៅសល់ម៉ាន 80 សង់ទីម៉ែត្រ 80 សង់ទីម៉ែត្រហើយគេសួរជាអីសួរជាម៉ែត្រចឹងយើងត្រូវបំបែកពីសង់ទីម៉ែត្រទៅជាម៉ែត្រចឹងដើម្បីបំបែកពីសង់ទីម៉ែត្រទៅជាម៉ែត្រយើងត្រូវធ្វើម៉េចយើងត្រូវយកចែកនឹង100 ចែកនឹង100 80ចែកនឹង100ចារាប់សូនមក1 2 ចឹងបាន 0 ចុចចឹងស្មើម៉ានស្មើ 0.80 ស្មើ 0.80 តែ0ក្រោយចុចយើងបាច់ដាក់ក៏បានដែរគឺ 0.5 8អី 0.8 អី 8 ម៉ែត្រ 0.8 ម៉ែត្រចឹងចម្លើយយើងឃើញហើយគឺ 0.8 ម៉ែត្រចាំបើសំណួរគេសួរថាតើប្រវែងទទឹងតុគ្រូខ្លីជាងបណ្ដោយប៉ុន្មានម៉ែត្រជាយើងរកមិនរកប្រវែងទទឹងតុគ្រូខ្លីជាងបណ្ដោយរកប្រវែងទទឹងតុគ្រូដែលខ្លីជាងបណ្ដោយចាំប្រវែងតុគ្រូដែលខ្លីជាងបណ្ដោយម៉ាន 0.8 ម៉ែត្រ 0.8 ម៉ែត្រតោះសេមកប្រមាណវិធីរបៀបឆ្លើយរកប្រវែងទទឹងតុគ្រូដែលខ្លីជាងបណ្ដោយយក1 ម៉ែត្រ 70 សង់ទីម៉ែត្រដក 90 សង់ទីម៉ែត្រស្មើ 80 សង់ទីម៉ែត្រឬ 0.8 ម៉ែត្រឆ្លើយថាទទឹងតុគ្រូខ្លីជាងបណ្ដោយមានប្រវែង 0.8 ម៉ែត្រ